ឲ្យតែមានជំនឿទៅលើទេវតា5អង្គនេះហើយនោះជីវិតយើងធ្វើអ្វីក៏បានសម្រេចទាំងអស់នេះគឺជាប្រសាសន៍របស់លោកតាប៊ុនឋានដែលគាត់ជាជាងតងម្នាក់គាត់ប្រឹងប្រែងរកស៊ីពីលុយ7 កាក់រហូតខ្លាយជាសម្បត្តិកហបប្តីដែលជាសម្បត្តិអ្នកមាននៅជំនាន់នឹងអ្នកទាំងអស់ខ្ញុំបានអានជីវប្រវត្តិរបស់គាត់ពីសភៅមួយក្បាលដែលមានតម្លៃត្រឹមតែ 4500 រៀលទេហើយសភៅហ្នឹងខ្ញុំចង់និយាយថាបើនិយាយពីគុណតម្លៃពាក្យពេចន៍នៅក្នុងសភៅហ្នឹងរសជាតិនៅក្នុងសភៅហ្នឹងគឺវាលើសពីលុយដែលខ្ញុំទិញ 4500 ហ្នឹងរាប់ម៉ឺនរាប់សែនដុល្លារផ្សេងជាងគេហ្នឹងគឺគាត់ប្រាប់ឲ្យយើងគោរពទៅលើទេវតា5អង្គហ្នឹងដែលពិតជាជួយឲ្យជីវិតរីកចម្រើនខ្លាំងមែនតើសម្រាប់ទេវតាទី1គឺទេវតាសន្សំមានពាក្យសម័យឥឡូវដែលគេនិយាយថាអូអ្នកមានគេចេះក្តោបលុយទៅគេយកលុយហ្នឹងទៅវិនិយោគនេះវិនិយោគនោះប៉ុន្តែអ្នកនរត្រូវដឹងថាសម្បត្តិគ្រប់យ៉ាងគឺកាត់ឡើងពីការសន្សំបើសិនជាអត់មានការសន្សំទេចូលប៉ុណ្ណាក៏ចេញទៅវិញប៉ុណ្ណឹងគឺអត់មានសល់ទេសម្រាប់ទេវតាទី2គឺទេវតាសំចៃអ្នកនរគ្នាពាក្យថាសំចៃគឺបានន័យថាមិនខ្ជះខ្ជាយពាក្យថាសំចៃឬក៏មិនខ្ជះខ្ជាយមិនមែនបានន័យថាកុំរីទេប៉ុន្តែគឺប្រើប្រាស់ធនធានប្រកបដោយការគោរពឧទាហរណ៍ថាតកតងជាមួយនឹងពេលវេលារបស់យើងប្រើប្រាស់ពេលវេលាយើងបែបណាយើងប្រើប្រាស់ថវិការបស់យើងចាយលុយរបស់យើងបែបណាសូម្បីតែម្ហូបដែលយើងញ៉ាំទឹកដែលយើងប្រើប្រាស់ខោអាវសម្លៀកបំពាក់ប្រដាប់ប្រដាដែលយើងប្រើប្រាស់តើយើងប្រើប្រាស់របៀបណាយើងប្រើប្រាស់ដោយខ្ជះខ្ជាយឬក៏យើងប្រើប្រាស់ដោយមានការប្រុងប្រយ័ត្នអាហ្នឹងគឺទេវតាសំចៃអ្នកនរគ្នាមិនមែនថាយើងកុំរៀនណាគឺយើងប្រើដោយមានការប្រុងប្រយ័ត្ននៅក្នុងហ្នឹងសម្រាប់ទេវតាទី3គឺទេវតាព្យាយាមអ្នកនរគ្នាដឹងហើយអាហ្នឹងគឺមិនថាអីក៏ដោយនៅក្នុងជីវិតរបស់យើងបើសិនជាយើងគ្មានសេចក្តីព្យាយាមគ្មានការខិតខំប្រឹងប្រែងដោយស្មោះត្រង់គឺអត់ងាយបានអ្វីៗមកទេហើយបើសិនជារបស់ហ្នឹងបានមកដោយងាយដោយយើងមិនបាច់ព្យាយាមមិនបាច់ប្រឹងណាវាទៅវិញក៏លឿនដែរសម្រាប់ទេវតាទី4គឺទេវតាទ្រិះរិះធ្វើអ្វីក៏ដោយអ្នកអស៊ីជាពិសេសដឹងហើយគឺត្រូវការនេះទ្រិះរិះពិចារណារកហេតុផលកុំចេះតែជឿគេផ្ដេសផ្ដាស់ងប់ងល់គឺអត់បានទេទេវតាអង្គចុងក្រោយគេគឺទេវតាប្រយ័ត្នអ្នកទាំងអស់គ្នាទេវតាអង្គនេះសូម្បីតែព្រះពុទ្ធជាបរមគ្រូរបស់សត្វលោកក៏បានណែនាំដែរថាកុំឲ្យរស់នៅដោយសេចក្តីប្រមាទត្រូវរស់នៅដោយការប្រុងប្រយ័ត្នជានិច្ចពេលដែលយើងធ្វើអ្វីមួយដែលមានការប្រុងប្រយ័ត្ននៅពេលដែលយើងមានសតិអ្នកនរគ្នាគឺធ្វើអីអត់ងាយខុសធ្វើអីអត់ងាយឆ្លោះឆ្លួយទេនឹងបើសិនជាអ្នកនរគ្នាចង់សម្រេចសេចក្តីប្រាថ្នាចង់មានភាពរីកចម្រើននៅក្នុងជីវិតកុំភ្លេចគោរពទេវតាទាំង5អង្គនេះខ្ញុំបានគោរពហើយ